តែទៅជាមួយនឹងបានដល់រយៈពេល10ឆ្នាំទិន្នផលណាពីព្រោះនៅពេលដែលសេដ្ឋកិច្ចលំបាកគេមិនធ្វើចង់រកស៊ីដូចឥឡូវIMF ព្យាករណ៍សេដ្ឋកិច្ចខ្មែរធ្លាក់មក 3% បើរកស៊ីប្រហែលជាខាតបង់ច្រើនតែបើសិនមានធនាគារណាឲ្យអត្រាការប្រាក់ 4% 5% ហើយជាមួយនឹងអតិផរណារបស់យើងទៀបដែរឬក៏ឡើងសំល្មមអ្នកខ្លះមួយចំនួនគេខ្ជិលរកស៊ីគេយកលុយទៅផ្ញើសារអារម្មណ៍លេចដូចគ្នាដែរតែគេយកលុយផ្ញើគេមើលទៅលើកំណើនសេដ្ឋកិច្ចនិងអតិផរណាអញ្ចឹងឥឡូវអាបានបំណុលដែលសហរដ្ឋអាមេរិកគាត់ផ្ដល់ឲ្យតាមរយៈការលក់បានបំណុលហ្នឹងរយៈពេល10ឆ្នាំគឺ 4.58% សម្រាប់អ្នកដែលទិញបានបំណុលទុកដើម្បីយកលុយចំណេញណាសម្រាប់រយៈពេល2ឆ្នាំទីនៅក្នុងកម្រិតខ្លីទីបៀលក៏បានអត្រាការប្រាក់ល្អដែរគឺ 4.22% នេះអញ្ចឹងលុយកាលណាបើសិនជាទិន្នផលរបស់បានបណ្ដោយរបស់សហរដ្ឋអាមេរិកការឡើងខ្ពស់តាក់ទាញអ្នកវិនិយោគនៅសហរដ្ឋអាមេរិកប្រមូលលុយយកទៅប្រើប្រាស់សិនហើយអ្នកវិនិយោគហ្នឹងគាត់បានអត្រាការប្រាក់ឬក៏ទិន្នផលដែលយើងហៅអត្រាការប្រាក់ហ្នឹងដែលមិនចាំបាច់រកស៊ីអញ្ចឹងការចេះលុយទៅលើ commodity ផ្សេងៗទ្រព្យសម្បត្តិផ្សេងៗដូចជាមាសដូចជាប្រាក់ឬក៏ដូចជាទ្រព្យសម្បត្តិមានហានិភ័យឬក៏ផ្សារស្តុកហ្នឹងគឺវារេចុះរឡើងចូលទៅក្នុងបាត់រំលល់ដែលធ្វើឲ្យតម្លៃឬក៏កម្លាំងនៃទីផ្សារទាំងអស់ហ្នឹងវាចុះថោកហ្នឹងទៅចំណាំម្ល៉េះហ្នឹងបើយើងងាកមើលទៅប្រាក់ដុល្លារវិញប្រាក់ដុល្លារកើនឡើងរហូតដល់ទៅ 101.18% ប្រាក់ដុល្លារកើនឡើងរហូតដល់ទៅ 101.18% ហើយតេតិនជាមួយនឹងតម្លៃប្រាក់ធ្លាក់ 2.85%មាសធ្លាក់ដល់ 0.73% ពីព្រោះកាលណាបើសិនជាបានបំណុលកើនឡើងប្រាក់ដុល្លារកើនឡើងទិន្នផលល្អតម្លៃមាសតម្លៃប្រាក់ធ្លាក់ដោយតែខ្ញុំជំរាបជូននេះគឺជារូបភាពដែលយើងកំពុងតែបានឃើញនៅពេលដែលលោក Donald Trump គាត់និយាយអំពីសង្គ្រាមហើយការបន្តសង្គ្រាមគឺរឿងមួយដែលគេនិយាយគឺអតិផរណាជាទូទៅអតិផរណាស៊ីរស់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសផ្សេងៗឬក៏ធ្វើឲ្យមេក្រូសេដ្ឋកិច្ចរបស់ប្រទេសហ្នឹងមានបញ្ហាដែលធ្វើឲ្យធនាគារកណ្ដាលគាត់ត្រូវតែប្រើប្រាស់វិធានការទប់ស្កាត់ណាមួយដើម្បីជួយសេដ្ឋកិច្ចតែក្នុងពីដើមគេតម្លើងអត្រាការប្រាក់កាលណាបើតម្លើងអត្រាការប្រាក់ពិភពលោកទាំងមូលក៏រងភាពឈឺចាប់ដែរពួកគេពិភពលោកស្ថិតនៅក្នុងដំណើរនៃការតម្លើងអត្រាការប្រាក់លុយរបស់ពួកលោកធំលុយរបស់អ្នកមានលុយរបស់អ្នកវិនិយោគទាំងឡាយមិនត្រូវបានយកមកប្រើប្រាស់នៅក្នុងសង្គមពីពួកគេយកលុយរបស់គេទៅទិញបានម្ដងឬក៏ផ្ញើចូលក្នុងធនាគារដើម្បីទទួលបានអត្រាការប្រាក់ដែលធ្វើឲ្យសេដ្ឋកិច្ចខ្វះលុយរត់ចេញពីសេដ្ឋកិច្ចហ្នឹងអាហ្នឹងគឺជារឿងហើយបើសិនជានិយាយពីដំណើរមាសគឺបន្ទាប់ពីដំណើរតែការប្រាសេដ្ឋកិច្ចខូចខាតឬក៏ការសម្រេចចិត្តរបស់ធនាគារកណ្ដាលមិនបានអស់គឺមាសឡើងខ្លាំងបន្តទៅទៀតបន្ទាប់ពីរឿងឡើងនៃដំណើរត្រកប្រាតែបច្ចុប្បន្ននេះយើងឃើញតម្លៃមាសរកពីពីព្រោះហេតុអីយើងទៅមើលកិច្ចប្រជុំទាំងអស់គ្នារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកកាលពីម្សិលមិញសម្រាប់អ្នកដែលគាត់មានពេលស្ដាប់អាចចូលស្ដាប់វីដេអូផ្សេងៗតែសម្រាប់អ្នកចូលចិត្តការអានអាច download ទៅជាមួយនឹង Minute Meeting ការសម្រង់ការប្រជុំណារបស់ធនាគារកណ្ដាលដែលគេមានការផ្សាយចេញចូលរាល់ការផ្សាយចេញឬក៏ការប្រជុំឬក៏ព្រឹត្តិការណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិកគេមានរបាយការណ៍សម្រាប់អ្នកវិនិយោគទូទៅគាត់យកទៅមើលណាហើយពីព្រោះសហរដ្ឋអាមេរិករកស៊ីនឹងរបាយការណ៍នឹងឯងទាំងផ្សារហ៊ុនទាំងអីផ្សេងៗគឺទំនុកទុកចិត្តនិងភាពស្អាតស្អំអវទេដែលចង់លូកផ្សារហ៊ុនខ្លាំងតើតែរបាយការណ៍មានអូឌីតខ្លាំងដែរណាពីព្រោះតែទៅជាមួយនឹង manipulate ឬការបោកប្រាស់ពីក្រុមហ៊ុនធំដែលគាត់មានដែលនៅក្នុងស្រុកខ្មែរទៅរៀនសូត្រនៅក្នុងស្រុកគេឬក៏ក្នុងស្រុកគេទៅរៀនសូត្រនៅក្នុងស្រុកដទៃសិតតែមានបច្ចេកទេសឬក៏មានបទពិសោធន៍ហើយឥឡូវយើងនិយាយពីរឿងធនាគារកណ្ដាលសហរដ្ឋអាមេរិកមកមកទៅចងចាំថានៅក្នុងពេលបច្ចុប្បន្នបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងពេលបច្ចុប្បន្ននេះណាតម្លៃមាសនឹងឡើងខ្លាំងណាប៉ុន្តែបើសិនជាមិនមានការកាត់បន្ថយអត្រាការប្រាក់ទេមានការតម្លើងអត្រាការប្រាក់តម្លៃមាសនឹងធ្លាក់ចុះបន្តិចដោយសារអីដោយសារតែតម្លៃមាសវាបានថ្លៃទៅហើយវាថ្លៃរាប់តាំងពីឆ្នាំ2024នៅក្នុងឆ្នាំ2025ដោយសារការសម្រាប់ទិញពីរទី1គឺការទិញដោយវិស័យជន
ទីពីរគឺការទិញដោយធនាគារប៉ុន្តែបច្ចុប្បន្នការទិញដោយធនាគារកំពុងតែបង្កើនឡើងប៉ុន្តែការទិញដោយវិស័យឯកជនកំពុងតែមានបញ្ហាខ្លាំងជាពិសេសគឺលុយការទិញតាម forex ឬក៏ការជួញដូរ trading ឬក៏ EFT ក៏មានការផ្លាស់ប្ដូរមួយចំនួនដែរដែលធ្វើឲ្យតម្លៃមាសវាធ្លាក់ចុះចង់អញ្ចឹងហេតុអីក៏អ្នកទាំងអស់ហ្នឹងគាត់ដកលុយចេញពីព្រោះមានការរដ្ឋបិទមានការប្រែគោលនយោបាយច្រើនបើសិននៅប្រទេសចិនគឺបិទការជួញដូរសម្រាប់អ្នកលេង forex ពីព្រោះមានអ្នកដែលក៏ leverage មានអ្នកកំប៉ោងលុយហើយក៏មានការពិនិត្យបច្ច័យដែរពី series pivot ក្នុងការ matching ដោយសារតែការមានអ្នកដែលក៏ព្យាយាមធ្វើ manipulate ផងដែរអញ្ចឹងអានោះគឺការការពារហើយឬក៏ធ្វើឲ្យតម្លៃមានសភាពល្អធៀបជាមួយនឹងការឡើងបតកតរបស់វាបច្ចុប្បន្នតម្លៃមាសនិងទំនោររយៈពេលវែងរបស់វានៅតែខ្លាំងទេឥឡូវយើងមើលទៅលើការប្រជុំពីម្សិលមិញដែលយើងចង់ដឹងថាតើមានការកាត់បន្ថយឬក៏ការតម្លើងអត្រាការប្រាក់ហើយធ្វើឲ្យអ្នកវិនិយោគទាំងឡាយគេកើតបែកណាសម្រាប់ការពីប្រជុំពីម្សិលមិញពីច្រើនមតិពីច្រើនគឺចង់រក្សាអត្រាការប្រាក់ឲ្យនៅដដែលហើយមតិពីច្រើនមតិមួយចំនួនទៀតមិនមែនពីច្រើនទេគឺតម្លើងអត្រាការប្រាក់ប៉ុន្តែយ៉ាងណាមិញតើតើជាមួយនឹងការសម្រេចឬក៏អង្គប្រជុំទាំងមូលគេសម្រេចថាគេនឹងបដោតទៅលើទិន្នន័យជាក់ច្បាស់ថាចេញពីមួយខែទៅមួយខែអញ្ចឹងអ្វីដែលយើងឃើញនៅក្នុងពេលបច្ចុប្បន្ននឹងមិនមានការបង្កាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំ2026ទេគឺមានការរក្សាអត្រាការប្រាក់រហូតដល់ក្នុងឆ្នាំ2026ហើយបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់គឺអាចកាត់នៅក្នុងត្រីមាសទី2ឆ្នាំ2027អាហ្នឹងមានរឿងអីខ្លះកើតឡើងនៅពេលដែលនិយាយអញ្ចឹងសម្រាប់អ្នកជួញដូរមាសគឺនិយាយពីសម្រាប់អ្នកជួញដូរមាសសម្រាប់អ្នកជួញដូរមាសនិងជួញដូរផ្សារស្តុកក្នុងពីរទៅបងទៅគេត្រូវការគោលនយោបាយច្បាស់លាស់បើសិនបើមានការកាត់បន្ថយអត្រាការប្រាក់និងមានការចាក់បញ្ចូលសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចបន្ថែមការបោះពុម្ពលុយឬក៏មានគោលនយោបាយស្រួលដែលនឹងធ្វើឲ្យអតិផរណាវាកាន់តែកើនឡើងទឹកទំនិញកាន់តែចុះជាងការយកលុយទៅទិញទ្រព្យសម្បត្តិសុវត្ថិភាពដូចជាយកលុយទៅទិញមាសឬក៏យកលុយទៅទិញផ្សារហ៊ុនកើនឡើងតែអត់ទិញបានដល់លើពួកការកាត់អត្រាការប្រាក់បានដល់វាថោកជាងអត្រាការប្រាក់ដែលកំពុងតែកើនឡើងណាមានអតិផរណាដែលកំពុងតែកើនឡើងអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះការសម្រុកទិញមាសតាមរយៈ EFT Forex យើងអត់និយាយពីការគ្រប់គ្រងមាសដោយមាសដុំណាព្រោះការគ្រប់គ្រងមាសដោយមាសដុំមិនថាវិស័យឯកជនសូម្បីតែតើទៅជាមួយនឹង Tether ដែលជា digital currency ហ្នឹងក៏ទុកមាសដុំច្រើនដែរបច្ចុប្បន្នណាអ្នករសារមាសដុំបើសិនបើអត់មានអ្នករសារមាសដុំវាមិននៅតម្លៃថា$4000ជាងនៅក្នុងមួយអោនឬក៏$490ជាងធ្លាក់បាក់កោទៅតាមផ្សេងទៀតហ្នឹងអានឹងយើងនិយាយដោយបច្ចេកទេសរួមជាមួយនឹងទិន្នន័យពិតទិន្នន័យទីកណ្ដាលក្នុងទិញដែលបើសិន EFT គឺរត់ចេញអញ្ចឹងអ្វីដែលយើងឃើញកិច្ចប្រជុំនេះវានឹងធ្វើឲ្យការជួញដូរនៅក្នុង EFT ឬក៏ការជួញដូរនៅក្នុង Forex ធ្លាក់លុយរត់ចេញពីមាសដែលធ្វើឲ្យវាស្ថិតនៅក្នុងជួរ4000ឬក៏ស្ថិតនៅក្នុងសម្ពាធនេះយូរហើយវារងចាំតែទិន្នន័យសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកបង្ហាញពីភាពខ្សោយរបស់សហរដ្ឋអាមេរិកទើបមានការឡើងទន្ទឹមនឹងអ្វីដែលយើងឃើញសហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភខ្លាំងដែរដែលខ្ញុំនិយាយពីបានបំណុលជាងរយៈពេល10ឆ្នាំ2ឆ្នាំមុននេះសហរដ្ឋអាមេរិកកំពុងតែពឹងផ្អែកទៅលើបានបំណុលរបស់ខ្លួនដើម្បីដើរឆ្លងកាត់អំពីវិបត្តិសេដ្ឋកិច្ចតាមរយៈការលុបបានបំណុលហើយកំពុងតែរងកោះជាមួយនឹងបានប៉ុន្តែស្ថិតនៅក្នុងភាពភ័យស្រួយបានបំណុលរបស់សហរដ្ឋអាមេរិកឥឡូវស្ថិតនៅក្នុងភាពភ័យស្រួយយើងក៏លេខមើលអ្នកទិញដូចមាសទិញនៅធនាគារកណ្ដាលអញ្ចឹងទៅមាសទិញដោយគ្រឹះស្ថានរ៉ាញ់វត្ថុប្រឆាំងជាមួយនឹងបញ្ហាដួលរលំសេដ្ឋកិច្ចឬហានិភ័យសេដ្ឋកិច្ចឬក៏ទិញដោយវិទ្យាស្ថានហិរញ្ញវត្ថុផ្លូវការណាមួយឥឡូវដូចគ្នាដែរកាលពីមុនបានបំណុលគឺទិញដោយធនាគារកណ្ដាលទិញដោយគ្រឹះស្ថានប្រឆាំងហានិភ័យ
គឺសានការ៉ៃវត្ថុជាផ្លូវការដើម្បីយកទៅប្រើប្រាស់ប៉ុន្តែបច្ចុប្បន្ននេះបានបំណុលរបស់សហរដ្ឋអាមេរិកបែរជាទិញដោយមូលនិធិប្រជា ហានិភ័យជាមួយនឹងវិស័យឯកជនអ្វីទៅជាបញ្ហាពីពួកទាំងអស់ហ្នឹងគឺជាអ្នកដែលត្រូវការទិន្នផលឬក៏អត្រាការប្រាក់ខ្ពស់ម្ដងទៀតសហរដ្ឋអាមេរិកកំពុងតែខ្វះលុយសហរដ្ឋអាមេរិកត្រូវការទៅខ្ចីលុយគេស្របពេលខ្លួនឯងមានបំណុលច្រើនអញ្ចឹងណារុំកោះមានចំណូលច្រើនរុំកោះការពីមុនរំពឹងថាធនាគារកណ្ដាលក៏ទិញកាលណាបើសិនធនាគារកណ្ដាលទិញការដំឡើងតេតិនជាមួយនឹងអត្រាការប្រាក់មិនចាំបាច់ច្រើនពេកទេហើយការផ្ដល់ទិន្នផលសម្រាប់បានបំណុលឬក៏អត្រាការប្រាក់បានបំណុលឲ្យគេទិញក៏មិនច្រើនពេកដែរគឺអាចខ្ចីលុយគេនៅក្នុងកម្រិតថោកប៉ុន្តែបច្ចុប្បន្ននេះគឺបានបំណុលវាច្រើនកាន់កាប់ដោយវិស័យឯកជនអញ្ចឹងបើត្រូវការខ្ចីលុយគេគឺអត្រាការប្រាក់ហ្នឹងវាខ្ពស់ហើយបន្តមកទៀតតេតិនជាមួយនឹងបំណុលដែលត្រូវសងហិតរំកោះហើយរឿងដែលសំខាន់ផុតគឺអាចប្រឈមមុខជាមួយនឹងការដួលរលំហេតុហេតុវត្ថុណាមួយប្រសិនបានបំណុលទាំងអស់នោះវាកាន់កាប់ដោយវិស័យឯកជនច្រើនពេកពីព្រោះនៅពេលដែលតម្លាអត្រាការប្រាក់គឺមានអ្នកទិញច្រើននៅពេលដែលកាប់បន្ថយអត្រាការប្រាក់មានអ្នកលក់ច្រើនចេញមកវិញដែលធ្វើឲ្យទីផ្សារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានបញ្ហាចំណុចកន្លែងនេះគឺល្អសម្រាប់មាសខ្លាំងសម្រាប់មាសពីព្រោះវាជាចំណុចខ្សោយរបស់ប្រាក់ដុល្លារហើយវាជាចំណុចខ្សោយរបស់បំណុលរបស់សហរដ្ឋអាមេរិកដែលបច្ចុប្បន្ននេះបានបំណុលសហរដ្ឋអាមេរិកកំពុងតែតាក់ទាញអ្នកទិញតាក់ទាញអ្នកវិនិយោគច្រើនជាងការទិញមាសអ្នកវិនិយោគឯកជនដែលខ្ញុំនិយាយមិញអ្នកដែលមូលនិធិតូចប្រឆាំងនឹងហានិភ័យសេដ្ឋកិច្ចអំបញ្ញមិញក៏ជាអ្នកវិនិយោគដែរពីដើមគេទិញមាសដោយរត់ចូលមាសប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចមិនល្អគេនាំគ្នារត់ចូលទៅបានបំណុលសហរដ្ឋអាមេរិកប៉ុន្តែក៏ជាបន្ទុកនៃបានបំណុលសហរដ្ឋអាមេរិកដូចខ្ញុំនិយាយមិញដែរត្រូវឲ្យអត្រាការប្រាក់ខ្ពស់ហើយពួកនឹងងាយរេលឿនកាលណាបើមានការប្រែប្រួលខ្លាំងអាចមានបញ្ហាអញ្ចឹងអនាគតតែទៅជាមួយនឹងបានបំណុលប្រសិនបើមានបញ្ហាតម្លៃមាសឡើងខ្លាំងពីព្រោះមនុស្សត្រូវតែយកឲ្យទុកប្រាក់ដុល្លារដែលវាឡើងរហូតដល់ទៅ 101.8% នេះ 101.8 បន្ទុកនេះសូមបញ្ជាក់ 101.8 បន្ទុកមិន 101.8% នោះគឺធ្លាក់មកគឺឈឺតែម្ដងសរុបរួមព័ត៌មានថ្ងៃនេះខ្ញុំជូនបងប្អូនយើងមានរឿងពីរដែលមិនល្អសម្រាប់មាសទេទីមួយគឺសង្គ្រាមនៅអារ៉ាន់ដែលនឹងធ្វើឲ្យតម្លៃណាតម្លៃទូទៅទាំងអស់នៃការរស់នៅមានការកើនឡើងថ្លៃតែធ្វើឲ្យតេបនាការឡើងថ្លៃរុញសហរដ្ឋអាមេរិករុញធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ដែលធ្វើឲ្យតម្លៃមាសធ្លាក់ទៅទៀតឬក៏មានការដំណើរអត្រាការប្រាក់តាមរបាយការណ៍របស់ធនាគារកណ្ដាលដែលនឹងរក្សាអត្រាការប្រាក់រហូតដល់ឆ្នាំ2027ពាក់កណ្ដាលឆ្នាំ2027អញ្ចឹងយើងអាចឃើញថាបើសិនជាមានការកើនឡើងក៏នឹងកំហុសដែរជាពេលវេលាដែលយើងត្រូវតែទិញមាសទុកឬក៏សំនេះដែរជាពេលវេលាចាប់យើងសម្រាប់អ្នកដែលក៏ទិញមាសនៅក្នុងតម្លៃថ្លៃកាលពីមុនមកប៉ុន្តែសួរថាមាសឡើងនេះវាឡើងសន្សឹមដោយសារតែបញ្ហាពន្ធដារដោយសារតែពន្ធបដិការដោយសារតែកម្លាំងពលកម្មដោយសារការឡើងនៃអតិផរណាការកើនឡើងនៃតម្លៃអតិផរណាដែលបច្ចុប្បន្ននេះកំពុងតែរុញតម្លៃមាសឬក៏ការប្រែប្រួលនៃគោលនយោបាយហិរញ្ញវត្ថុដែលកំពុងតែរុញតម្លៃមាសនេះវានឹងដើរប្រច្រាស់មកវិញវានឹងផ្ដល់ផលលំបាកខ្លាំងសម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកដល់ផលលំបាកខ្លាំងសម្រាប់ពលរដ្ឋជុំវិញពិភពលោកនិងរដ្ឋាភិបាលជុំវិញពិភពលោកផងដែរមិនថាបំណុលឯកជនមិនថាបំណុលសាធារណៈរបស់រដ្ឋនឹងរុញតម្លៃមាសនៅក្នុងរូបភាពផ្សេងដែលបងប្អូនអាចនឹងឃើញនៅពេលដែលវិបត្តិទាំងអស់នោះបង្ហាញអំពីភាពតច្រកក្រៅពីការបោះពុម្ពលុយក្រៅពីការកាត់បន្ថយអត្រាការប្រាក់ដែលនឹងត្រឡប់មកវិញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលកំពុងតែយ៉ាប់យឺត